សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Pro BKA ទាំងអស់គ្នាសូមជួយចុច Like Subscribe និងសញ្ញាកណ្ដឹងឲ្យ Admin ម្នាក់មួយផងណាតោះឥឡូវយើងទៅដល់ចំណងជើងសាច់រឿងយើងទាំងអស់គ្នាបំណុលស្នេហ៍បំផ្លាញបេះដូងមួយរឿងចប់ចាប់ផ្ដើមសាច់រឿងដំបូងរបស់យើងនេះគឺជាទូប្រុសមានឈ្មោះថាហ្វុងស៊ីជុនដែលក៏កំពុងតែវាយទៅលើទូស្រីរបស់យើងមានឈ្មោះថាសាវនីហើយចំណែកទូប្រុសរបស់យើងវាយទូស្រីរបស់យើងនេះគឺដោយសារតែកូនរបស់អ្នកនាងលូស៊ូហានគឺគេធ្វើបាបទៅលើកូនរបស់ទូស្រីរបស់យើងនឹងឯងហើយចំណែកទូប្រុសរបស់យើងជាមួយនឹងអ្នកនាងស៊ូហានជាមួយនឹងទូស្រីនឹងគឺប្រពន្ធដើមប្រពន្ធចុងហើយពួកគាត់នឹងក៏ចាប់ផ្ដើមឆ្លោះទាស់ទែងគ្នាណាដោយសារតែទូស្រីរបស់យើងគឺជាប្រពន្ធដើមអញ្ចឹងហើយគឺត្រូវទូប្រុសរបស់យើងធ្វើបាបដោយសារតែកូនរបស់អ្នកនាងស៊ូហាននេះគឺគេមកធ្វើបាបកូនទៅកូនរបស់ទូស្រីរបស់យើងហើយដោយសារតែកូនរបស់ទូស្រីរបស់យើងគឺគាត់មានបញ្ហាភ្នែកមួយចំហៀងហើយគាត់នេះក៏បានជុំទៅប្រាប់ម្ដាយរបស់គាត់ថាគាត់ឈឺក្របភ្នែកណាស់ដោយសារតែកូនរបស់អ្នកនាងលូស៊ូហានឹងគឺគេបានដកក្របភ្នែកសបនិមិត្តរបស់គាត់នឹងចេញពីភ្នែករបស់គាត់ណាហើយចំណែកព្រឹកឡើងទូស្រីរបស់យើងក៏ចាប់ផ្ដើមយកกระดาษលេងលះនេះមកឲ្យទូប្រុសរបស់យើងតែម្ដងហើយគាត់នេះក៏ចាប់ផ្ដើមឆាតសុំទោសទៅលើទូស្រីរបស់យើងផងនិយាយជាមួយនឹងទូស្រីយើងផងប៉ុន្តែទូស្រីរបស់យើងគឺគាត់អត់មានពេលទ្រាំនៅរឿងជាមួយទូប្រុសរបស់យើងនេះទៀតទេដោយសារតែគាត់គឺអស់ការអត់ធ្មត់ហើយគាត់នេះក៏ចាប់ផ្ដើមនឹងលៀលវិភាលាលេងឬមួយក៏លេងលះពីទូប្រុសរបស់យើងហើយគាត់នឹងមិនតាក់ទងជាមួយនឹងទូប្រុសរបស់យើងនេះម្ដងទៀតទេហើយគាត់នឹងក៏ចាប់ផ្ដើមបោះចិញ្ចៀននឹងចោលណាហើយពួកគាត់ទាំងពីរនាក់នេះក៏ចាប់ផ្ដើមនាំម្ដាយនឹងកូនរៀបចំអាវ៉ាយអវ៉ាន់ដើម្បីចាក់ចេញពីផ្ទះនឹងហើយក៏ឈប់រស់នៅជាមួយនឹងទូប្រុសរបស់យើងដូចគ្នាដែរហើយគាត់ក៏ត្រូវមានកាតព្វកិច្ចត្រូវយកកូនរបស់គាត់ទៅក្រុងប៉េកាំងដើម្បីឲ្យពេទ្យនេះពិនិត្យមើលភ្នែករបស់គាត់ចំណែកទូប្រុសរបស់យើងក៏ចាប់ផ្ដើមទិញកាដូទិញអីដើម្បីសុំទោសទៅលើទូស្រីរបស់យើងទុកជាការសុំទោសដែលក៏យប់មិញគាត់ជ្រួសទៅលើទូស្រីរបស់យើងគិតថាទូស្រីរបស់យើងនឹងអត់អន់ទោសឲ្យគាត់ណាហើយទូស្រីនឹងទូប្រុសរបស់យើងក៏ចាប់ផ្ដើមជិះឡានទៅក៏ជួគ្នាទូប្រុសរបស់យើងក៏បានឃើញតែទូស្រីរបស់យើងកំពុងតែជិះឡានហ្នឹងគាត់នឹងក៏ចាប់ផ្ដើមទៅតាមទូស្រីរបស់យើងនឹងឯងកូនរបស់គាត់នេះគឺកំពុងតែអង្គុយឈឺភ្នែកផងអីផងសោះតែពេលហ្នឹងឡានរបស់ទូប្រុសរបស់យើងក៏ចាប់ផ្ដើមទៅកាក់ឡានរបស់ទូស្រីរបស់យើងនេះអត់ឲ្យទូស្រីរបស់យើងទៅណាទេគឺគាត់ចង់និយាយជាមួយនឹងទូស្រីថាទូស្រីរបស់យើងចង់ទៅណាឥឡូវទូស្រីរបស់យើងថាគាត់អត់ចង់រស់នៅជាមួយនឹងទូប្រុសទៀតទេគឺគាត់ត្រូវតែចាក់ចេញទូប្រុសរបស់យើងក៏ចាប់ផ្ដើមនិយាយជាមួយនឹងកូនគាត់ថាគាត់ចង់ឲ្យកូននេះទៅក្នុងកម្មវិធីជប់លៀងក្រុមគ្រួសារមួយដើម្បីទុកជាការសុំទោសពីរឿងប្រយុទ្ធមិញដែលគាត់បានវាយទៅលើទូស្រីរបស់យើងណាអញ្ចឹងហើយទូស្រីរបស់យើងក៏គិតថាការជប់លៀងនឹងគឺជាការសុំទោសការត្រូវរើជាគ្នាគ្នាវិញហ្នឹងគាត់នឹងក៏ចាប់ផ្ដើមឲ្យកូនរបស់គាត់ហើយគាត់នឹងក៏ចាប់ផ្ដើមទៅជាមួយនឹងទូប្រុសរបស់យើងនឹងឯងហើយគាត់នឹងក៏ចង់ទៅជួបជុំក្រុមគ្រួសារផងអីផងឯណាហើយចំណែកគាត់នឹងក៏ចាប់ផ្ដើមនិយាយជាមួយនឹងកូនរបស់គាត់នឹងក៏ចាប់ផ្ដើមទៅដល់ពេលទៅដល់នេះអ្នកនាងស៊ូហានគេនឹងក៏ចាប់ផ្ដើមមើងងាយទៅលើទូស្រីរបស់យើងថានារីម្នាក់ហ្នឹងមកធ្វើអីទៀតហើយយប់ពេញមកបង្កបញ្ហាជាមួយនឹងកូនរបស់គេហើយមកបង្កបញ្ហាចង់មកបង្កបញ្ហានៅក្នុងកម្មវិធីជប់លៀងទៀតនឹងមែនហើយចំណែកទូប្រុសរបស់យើងក៏បានលួងលោមអ្នកនាងស៊ូហានហើយគាត់នឹងក៏ចាប់ផ្ដើមយកកូនប្រុសរបស់គាត់ទៅចូលទៅខាងក្នុងអ្នកនាងស៊ូហានក៏ចាប់ផ្ដើមស្ដីបន្ទោសថាឲ្យមើងងាយទៅលើទូស្រីរបស់យើងនឹងឯងអ្នកនាងស៊ូហាននេះគឺជាមនុស្សខូចណាប្រពន្ធចុងគេទេប៉ុន្តែចេះយកចិត្តយកថ្លើមទៅដល់ម្ដាយក្មេកនឹងក៏ត្រូវម្ដាយក្មេកនេះយកមកចិញ្ចឹមទុកឲ្យទូស្រីរបស់យើងជាប្រពន្ធដើមនេះគឺរស់នៅក្នុងផ្ទះរបស់ទូប្រុសរបស់យើងដែលគាត់ទិញទុកឲ្យទូស្រីរបស់យើងណាហើយគាត់នេះក៏ចាប់ផ្ដើមចូលក្នុងកម្មវិធីជប់លៀងហើយពួកគាត់នេះក៏ចាប់ផ្ដើមមិនពេញចិត្តជាមួយនឹងវត្តមានរបស់ទូស្រីជាមួយនឹងកូនប្រុសរបស់គាត់ដែលមកនៅក្នុងកម្មវិធីនឹងហើយទូស្រីរបស់យើងថាបើមិនពេញចិត្តជាមួយនឹងកូនប្រុសរបស់គាត់ទេឬមួយក៏មិនពេញចិត្តជាមួយនឹងគាត់ទេតើហេតុអីបានជាហៅគាត់មកកម្មវិធីជប់លៀងនេះធ្វើអីគាត់ក៏មិនចង់ចូលរួមដែរហើយចំណែកអ្នកនាងស៊ូហានគេនឹងក៏ចាប់ផ្ដើមអាងវាងតែម្ដងដោយសារតែគេគឺជាកូនក្រុមគ្រួសារនៅក្នុងហ្នឹងណាតែម្ដាយក្មេកទទួលស្គាល់ចំណែកទូស្រីរបស់យើងគឺគាត់អត់មានអ្នកណាទទួលស្គាល់គាត់ធ្វើជាកូនប្រសាររបស់ក្រុមគ្រួសារហ្វុងហ្នឹងទេអញ្ចឹងហើយទូស្រីរបស់យើងក៏ត្រូវគេមើងងាយទៅក៏ត្រូវគេធ្វើបាបសពគ្រប់បែបយ៉ាងទាំងម្ដាយទាំងប្តីទាំងអ្នកនាងស៊ូហាននេះក៏ចាប់ផ្ដើមស្ដីបន្ទោសថាឲ្យទូស្រីរបស់យើងនេះជាមនុស្សដែលមិនស្កប់ចិត្តជាមនុស្សដែលចូលចិត្តធ្វើបាបទៅលើគេអ្នកដតីតែគេតូចតាចជាងខ្លួនអីសពគ្រប់បែបយ៉ាងណាទូស្រីរបស់យើងថាបើមិនពេញចិត្តជាមួយនឹងគាត់ទេតើហេតុអីបានជាហៅគាត់មកកម្មវិធីជប់លៀងទីនេះធ្វើអីគាត់ក៏មិនចង់មកដែរគាត់ក៏មានភារកិច្ចរបស់គាត់ដែរទូប្រុសរបស់យើងក៏បាននិយាយថាកុំឲ្យទូស្រីរបស់យើងនេះនិយាយលើលួអីគឺគាត់មិនចង់ឲ្យទូស្រីរបស់យើងនេះមានទំនាស់បញ្ហាជាមួយនឹងក្រុមគ្រួសារហ្វុងនឹងទៀតទេប៉ុន្តែម្ដាយក្មេករបស់គាត់គឺអត់បានពេញចិត្តជាមួយនឹងទូស្រីរបស់យើងនេះទេគឺចង់បណ្ដេញទូស្រីរបស់យើងចេញក៏ចាប់ផ្ដើមឲ្យអង្គរៈរបស់គាត់នេះចាប់ដើម្បីធ្វើបាបទៅលើទូស្រីរបស់យើងក៏វាយ
ទៅលើទូស្រីរបស់យើងណាហើយទូស្រីរបស់យើងថាគាត់ក៏មិនចោះញោមជាមួយនឹងម្ដាយក្មេកនឹងដែរម្ដាយក្មេកថានាងមិនចោះញោមអីមានតែវាយទៅលើនាងឯងគឺផ្ទះកំភ្លៀងទូស្រីរហូតដល់បែកឈាមផងអីផងអ្នកនាងស៊ូហានគេនឹងក៏ចាប់តែឌឺដងដាក់ទូស្រីយើងផងហើយអ្នកនាងស៊ូហានឯនេះវិញគឺគេធ្វើជាឈឺធ្វើជាអីដោយសារតែអ្នកនាងស៊ូហានគឺគេមានរឿងមួយដែលគេនៅក្នុងចិត្តរបស់គេដែលគេធ្វើបាបទៅលើទូស្រីនឹងគឺថាគេមានជំងឺបញ្ហាតម្រងនោមណាឯចំណែកកូនប្រុសរបស់ទូស្រីរបស់យើងក៏ចាប់ផ្ដើមលូតជង្គង់សុំអង្វរឪពុកប៉ុន្តែអត់បានហៅឪពុកទេគឺហៅលោកពូគឺដោយសារតែធ្វើបាបមកលើពួកគាត់នឹងគឺវាជ្រុលជ្រុះពេកឆ្អែតចិត្តពេកគាត់ក៏អស់ភាពអត់ធ្មត់ដែលហៅទូប្រុសរបស់យើងថាជាឪពុកណាហើយគាត់នឹងក៏ចាប់ផ្ដើមសុំទោសទៅលើលោកពូកុំឲ្យលោកពូនឹងធ្វើបាបទៅលើម្ដាយរបស់គាត់អីធ្វើឲ្យទូប្រុសរបស់យើងក៏ចាប់ផ្ដើមចង់ទឹកភ្នែកផងចង់អីផងដោយសារតែគាត់នេះមិនដែលឲ្យតម្លៃទៅលើកូនហើយគាត់នេះក៏ចាប់ផ្ដើមគោរពទៅលើឪពុករបស់គាត់រួចគាត់នឹងក៏ចាប់ផ្ដើមនាំម្ដាយរបស់គាត់នេះចាក់ចេញពីកន្លែងហ្នឹងណាទូស្រីរបស់យើងឃើញតែកូនរបស់គាត់គឺជាមនុស្សល្អហើយគាត់នឹងក៏ចាប់ផ្ដើមដើរចេញទៅទូប្រុសរបស់យើងបំរុងនៅទៅតាមអ្នកនាងស៊ូហានគេថាគេអត់ស្រួលខ្លួនទូស្រីរបស់យើងក៏ចាប់ផ្ដើមឡើងលើឡានដើម្បីឆាក់ចេញពីទីក្រុងនឹងដើម្បីទៅទីក្រុងប៉េកាំងដើម្បីទៅព្យាបាលជំងឺកូនប្រុសរបស់គាត់ទូប្រុសរបស់យើងក៏ឆាតសុំទោសទូស្រីរបស់យើងតែទូស្រីរបស់យើងក៏បាននិយាយថាដាច់គ្នាលេងលះគ្នាកុំពាក់ព័ន្ធជាមួយនឹងគ្នាទៀតអីគាត់មិនត្រូវការមនុស្សដូចជាទូប្រុសរបស់យើងនេះមកនៅក្បែរខ្លួនប្រាណរបស់គាត់ទេទូប្រុសរបស់យើងឃើញតែសារបែបហ្នឹងនេះគាត់នឹងក៏ចាប់ផ្ដើមតាក់ទងទៅតាមទូស្រីរបស់យើងហើយគាត់ដឹងថាទូស្រីរបស់យើងនេះចេញឡានទៅចោលគាត់ទៀតទេទៅទូស្រីរបស់យើងមិនលើកទូរស័ព្ទទៅទៀតគឺគាត់មានទៅតាមទូស្រីរបស់យើងនឹងឯងហើយក៏ចាប់ផ្ដើមឡើងលើឡានទៅក៏ចាប់ផ្ដើមទៅតាមទូស្រីរបស់យើងតែម្ដងណាក៏ឆាបណ្ដើក៏ទេទៅទូស្រីរបស់យើងបណ្ដើប៉ុន្តែទូស្រីរបស់យើងគឺគាត់បិទទូរស័ព្ទបាត់ទៅហើយឯចំណែកទូស្រីរបស់យើងគឺបានមកដល់ពលីយន្តហោះគឺគាត់នឹងនាំកូនប្រុសរបស់គាត់នេះទៅទីក្រុងប៉េកាំងដើម្បីទៅព្យាបាលជំងឺភ្នែករបស់គាត់ហើយឯចំណែកកូនប្រុសរបស់គាត់នេះក៏ចាប់ផ្ដើមថាភ្នែករបស់គាត់អាចជាឬមួយក៏អត់ទូស្រីរបស់យើងគឺគាត់ហ៊ានធានាអះអាងជាមួយនឹងកូនប្រុសរបស់គាត់ថាភ្នែករបស់កូនប្រុសរបស់គាត់នឹងជាសះស្បើយគាត់នឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីព្យាបាលជំងឺទៅលើកូនប្រុសរបស់គាត់ណាឯពួកគាត់ទាំងពីរនាក់នេះក៏ចាប់ផ្ដើមឡើងយន្តហោះទៅតែម្ដងនឹងឯងគឺដល់ពេលវេលាដែលត្រូវចេញទៅហើយចំណែកទូប្រុសរបស់យើងគឺអត់ទាន់ដឹងថាទូស្រីរបស់យើងនេះចាក់ចេញពីទីក្រុងនឹងទេហើយគាត់នេះក៏ចាប់ផ្ដើមមករកទូស្រីរបស់យើងនៅផ្ទះគិតស្មានថាទូស្រីរបស់យើងមកដល់ផ្ទះណាហើយគាត់នេះក៏ចាប់ផ្ដើមចូលមកស្រែកហៅរកទូស្រីរបស់យើងប៉ុន្តែទូស្រីរបស់យើងគឺគាត់អត់ឆ្លើយអីទាំងអស់ហើយគាត់នឹងក៏ចាប់ផ្ដើមទៅរកនៅក្នុងបន្ទប់គេងក៏គ្មានអ្នកណានៅក្នុងនឹងទៅទៀតហើយទូប្រុសរបស់យើងក៏ចាប់ផ្ដើមដើររមើលសពគ្រប់បែបយ៉ាងក៏បាត់បង់អីវ៉ាន់ដែលទូស្រីរបស់យើងតែទៅតុងណាហើយគាត់នឹងក៏ចាប់ផ្ដើមដើរទៅបើកមើលទូខោអាវនឹងដល់ពេលបើកមើលទៅគឺគ្មានខោអាវទូស្រីរបស់យើងសូម្បីតែមួយនៅក្នុងនឹងទេហើយគាត់នឹងក៏បានដឹងថាទូស្រីរបស់យើងគឺបានចាក់ចេញពីគាត់បាត់ទៅហើយគាត់នេះក៏ចាប់ផ្ដើមមករកអីវ៉ាន់ផ្សេងទៀតអញ្ចឹងណាហើយគាត់នឹងក៏បានឃើញกระดาษលេងលះដែលទូស្រីរបស់យើងបានទុកឲ្យហើយគាត់នឹងក៏ចាប់ផ្ដើមដើរចូលទៅក៏ឃើញចិញ្ចៀនដែលគាត់បានទិញឲ្យទូស្រីរបស់យើងនេះក៏ទូស្រីរបស់យើងនេះបោះចោលទៅទៀតហើយគាត់នឹងក៏ចាប់ផ្ដើមសម័យអំពីរឿងដែលគាត់បានទិញចិញ្ចៀនទៅឲ្យទូស្រីរបស់យើងហើយគាត់នឹងក៏ចាប់ផ្ដើមសុំរៀបការជាមួយនឹងទូស្រីរបស់យើងទាំងដែលក្រុមគ្រួសាររបស់គាត់គឺមិនយល់ព្រមឲ្យទូស្រីរបស់យើងនេះចូលទៅក្នុងក្រុមគ្រួសារហ្វុងនឹងទេតែទោះជាយ៉ាងណាក៏គាត់នៅតែស្រឡាញ់គាត់នឹងមើលថែទូស្រីណាប៉ុន្តែចុងក្រោយទូប្រុសរបស់យើងគឺគាត់បានភ្លេចពាក្យសន្យារបស់គាត់ចំណែកទូស្រីរបស់យើងគាត់នឹងក៏បានហោះមកដល់ទីក្រុងប៉េកាំងដើម្បីមកព្យាបាលជំងឺកូនប្រុសរបស់គាត់ហើយគាត់នឹងក៏ចាប់ផ្ដើមមកដល់មន្ទីរពេទ្យនឹងឯងហើយគាត់នឹងក៏ចាប់ផ្ដើមមកទៅជែកជាមួយនឹងក្រុមគ្រូពេទ្យហើយអាចចំណែកទូប្រុសរបស់យើងក៏ចាប់ផ្ដើមឆាតមកទូស្រីសុំទោសទូស្រីរឿងកន្លងមកនេះគឺគាត់ធ្វើជ្រុលទៅលើទូស្រីរបស់យើងធ្ងន់ធ្ងរណាស់ទូស្រីរបស់យើងក៏បានដោះស៊ីមកាតនឹងជន់ចោលបោះចោលតែម្ដងកុំឲ្យទូប្រុសរបស់យើងនេះតាក់ទងមកគាត់បានណាចំណែកទូប្រុសរបស់យើងឯនេះវិញគឺគាត់នឹងក៏ចាប់ផ្ដើមដើរមកសោកស្ដាយដើរមកមើលក្នុងបន្ទប់កូនដែលគាត់លេងជាមួយនឹងកូនដែលគាត់ខំវិភារស់នៅជាមួយនឹងកូនឲ្យមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាប៉ុន្តែចុងក្រោយគឺគាត់នឹងឯងគឺជាអ្នកធ្វើឲ្យកូនអស់ចិត្តជាមួយនឹងប្រពន្ធអស់ចិត្តគឺប្រពន្ធនឹងទៅចោលអញ្ចឹងណាអញ្ចឹងហើយគាត់នឹងក៏បានមើលត្រឹមតែរូបដែលគាត់បានផ្គុំជាមួយនឹងកូនរបស់គាត់ដែលគាត់បានរៀបចំជាមួយនឹងកូនរបស់គាត់តែប៉ុណ្ណោះហើយគាត់នឹងក៏ចាប់ផ្ដើមយំហើយគាត់នឹងក៏ចាប់ផ្ដើមនិយាយសុំទោសទៅលើកូនដែលគាត់ធ្វើជ្រុលទៅលើកូនដែលធ្វើឲ្យកូននេះវាថាអស់អារម្មណ៍ជាមួយនឹងឪពុកម្ដាយវាថាអស់អារម្មណ៍ជាឪពុកណាហើយគាត់នឹងក៏ចាប់ផ្ដើមមើលទៅកូនផងមើលទៅអីផងគាត់សោកស្ដាយទៅលើទង្វើអាក្រក់របស់គាត់ដែលគាត់ធ្វើបាបទៅលើកូនរបស់គាត់ទាំងប្រមាណម៉ានេះហើយគាត់នឹងក៏ចាប់ផ្ដើមផ្គុំរូបដែលគាត់ធ្វើដួលមុននឹងគឺគាត់ចាប់ផ្ដើមផ្គុំរូបដើម្បីឲ្យខ្លាចជារូបក្រុមគ្រួសារតែមួយវិញហើយគាត់នឹងព្យាយាមទៅរកទូស្រីរបស់យើងក៏ចាប់ផ្ដើមតាក់ទងទៅរកទូស្រីរបស់យើងប៉ុន្តែមិនចៃដន្យនេះក៏គាត់ធាក់ធុងនេះក៏ឃើញថា
กระดาษได้โกนរបស់គាត់ទៅសេនេះគឺទុកឲ្យឪពុកនឹងឯងដែលឪពុកនេះមិនដែលឲ្យតម្លៃមកលើគាត់មិនដែលផ្ដល់ភាពកក់ក្ដៅមកគាត់ពីមុនគឺបាត់អស់ទៅហើយឥឡូវនេះគឺអត់មានភាពស្និទ្ធស្នាលជាមួយនឹងគ្នាទៀតទេហើយគាត់នឹងក៏ចាប់ផ្ដើមមើលកระดาษរបស់ទូស្រីចំណែកទូស្រីបើយើងឯនេះវិញគឺអ្នកគ្រូពេទ្យក៏បានប្រាប់ថាជំងឺកូនរបស់ទូស្រីបើយើងគឺ50 ទូស្រីបើយើងចង់ព្យាបាលឬមួយក៏អត់ទូស្រីបើយើងក៏និយាយជាមួយនឹងអ្នកគ្រូពេទ្យថាគាត់នឹងព្យាបាលកូនប្រុសរបស់គាត់និយាយមិនតបមកប្រមាណផងទូស្រីបើយើងក៏ចាប់ផ្ដើមវិលមុខដួលតែម្ដងអ្នកគ្រូពេទ្យក៏ចាប់ផ្ដើមយកទូស្រីបើយើងនេះទៅសង្គ្រោះហើយណាហើយចំណែកទូប្រុសបើយើងនេះក៏ចាប់ផ្ដើមអានកระดาษដែលកូនទៅសេដាក់នៅលើនឹងពីរឿងរបស់ពួកគាត់ទាំងអស់គ្នាជាមួយនឹងក្រុមគ្រួសាររបស់គាត់សពគ្រប់បែបយ៉ាងគឺគាត់ទៅសេដាក់នៅលើនឹងទាំងអស់ហើយគាត់នឹងក៏ចាប់ផ្ដើមឃើញពីការសារដែលកូនរបស់គាត់ចង់ឲ្យឪពុកម្ដាយជួបជុំគ្នាចង់ឲ្យឪពុកម្ដាយរស់នៅក្បែរគ្នារស់នៅជាមួយនឹងកូនកុំឲ្យមានបញ្ហាសពគ្រប់បែបយ៉ាងប៉ុន្តែគាត់នឹងក៏បាននិយាយអំពីរឿងដែលកូនរបស់គាត់វាថាត្រូវកូនរបស់អ្នកនាងស៊ូហាននឹងធ្វើបាបឬមួយក៏ខ្វេះក្របភ្នែករបស់គាត់ចេញអីចឹងណាហើយគាត់នេះក៏ចាប់ផ្ដើមនិយាយរៀបរាប់ប្រាប់ទៅឪពុកនោះក៏ចាប់ផ្ដើមសម័យពេលដែលកូននិយាយចឹងទៅហើយក្របភ្នែកនឹងគេយកទៅជន់ផងអីផងសពគ្រប់បែបយ៉ាងគឺធ្វើបាបទៅលើក្រុមគ្រួសាររបស់គាត់ទូស្រីបើយើងក៏បានចូលទៅជួយកូនរបស់គាត់ប៉ុន្តែពេលនោះដែរគឺជាពេលដែលទូប្រុសបើយើងបានវិភាគចោតប្រកាន់ថាទូស្រីបើយើងនេះបានធ្វើឲ្យកូនរបស់អ្នកនាងស៊ូហាននេះយំណាអញ្ចឹងហើយពេលនឹងហើយគឺជាពេលដែលទូប្រុសរបស់យើងនេះផ្ទះកំភ្លៀងទៅលើទូស្រីរបស់យើងមួយកំភ្លៀងតែម្ដងនឹងឯងគឺធ្វើបាបទៅលើទូស្រីរបស់យើងណាហើយគាត់នេះក៏ចាប់ផ្ដើមដឹងពីកំហុសរបស់គាត់ដែលគាត់បានធ្វើបាបទៅលើកូនហើយនឹងប្រពន្ធរបស់គាត់នឹងឯងហើយគាត់នេះក៏ចាប់ផ្ដើមតាក់ទងទៅទូស្រីរបស់យើងប៉ុន្តែតាក់ទងតែយ៉ាងណាក៏តាក់ទងមិនចូលដែរដោយសារតែទូស្រីរបស់យើងគឺគាត់បានបិទទូរស័ព្ទបាត់ទៅហើយគាត់ក៏មិនចង់ជួបជាមួយនឹងប្តីខូខើដូចជាទូប្រុសរបស់យើងនេះដែរហើយចំណែកអ្នកនាងស៊ូហាននៅនេះវិញគេនេះក៏ចាប់ផ្ដើមអង្គុយចាំទូប្រុសរបស់យើងចំណែកទូស្រីរបស់យើងគឺគាត់កំពុងតែសម្រាកនៅមន្ទីរពេទ្យហើយអ្នកគ្រូពេទ្យក៏បានមកប្រាប់ហើយកូនរបស់គាត់គឺនៅមើលថែម្ដាយនឹងរហូតណាហើយចំណែកអ្នកគ្រូពេទ្យក៏បានមកនិយាយជាមួយនឹងទូស្រីដោយសារតែទូស្រីរបស់យើងគឺគាត់បានបាត់បង់កលៀនមួយចំហៀងអញ្ចឹងហើយទូស្រីរបស់យើងត្រូវតែបំពេញកលៀននឹងវិញទៅទូស្រីរបស់យើងអាចរស់រានមានជីវិតវិញបានណាហើយអ្នកគ្រូពេទ្យគាត់នឹងក៏ថាគាត់នឹងព្យាយាមឲ្យទូស្រីរបស់យើងនេះព្យាបាលជំងឺកលៀនរបស់គាត់ហើយនឹងជំងឺកូនរបស់គាត់នឹងឲ្យទូស្រីរបស់យើងនេះព្យាបាលអស់វិលទ្ធភាពគាត់នឹងជួយទូស្រីរបស់យើងអស់វិលទ្ធភាពទូស្រីរបស់យើងក៏បានយល់ព្រមជាមួយនឹងអ្នកគ្រូពេទ្យនឹងឯងហើយពួកគាត់ទាំងពីរនាក់នេះក៏ចាប់ផ្ដើមវិភាគប្រវត្តិលុយរបស់គាត់នេះឲ្យទៅខាងគ្រូពេទ្យណាចំណែកអ្នកនាងស៊ូហានគឺគេកំពុងតែភ័យដោយសារតែទូប្រុសរបស់យើងគឺគាត់កំពុងតែមកស៊ើបអង្កេតអំពីរឿងកូនប្រុសរបស់គាត់អំពីបញ្ហាភ្នែកនឹងឯងហើយទូប្រុសរបស់យើងក៏ចាប់ផ្ដើមចូលទៅសួរលោកគ្រូពេទ្យថាកូនរបស់គាត់នេះមានបញ្ហាអីលោកគ្រូពេទ្យក៏បានប្រាប់ថាកូនរបស់គាត់គឺអត់មានបញ្ហាអីទេដោយសារតែលោកគ្រូពេទ្យនេះគឺអ្នកនាងស៊ូហានបានជួលណាអញ្ចឹងហើយគឺគាត់នឹងក៏ចាប់ផ្ដើមនិយាយកុហកទៅលើទូប្រុសថាកូនរបស់គាត់អត់មានបញ្ហាអីទាំងអស់ថាកូនរបស់គាត់នេះគឺជាកូនដែលល្អគឺភ្នែកល្អអត់មានបញ្ហាអីទេអ្នកគ្រូពេទ្យអ្នកនាងស៊ូហានចូលម្ដងក៏បានប្រាប់ថាកូនរបស់គាត់នេះគឺអត់មានបញ្ហាអីទាំងអស់សូម្បីតែជំងឺភ្នែកជំងឺអីនេះគឺគ្រូពេទ្យអាចព្យាបាលបានសពគ្រប់បែបយ៉ាងណាធ្វើឲ្យទូប្រុសរបស់យើងក៏ជឿស្លុបទៅលើអ្នកនាងស៊ូហានក៏មិនមានពាក្យអីនិយាយជាមួយនឹងអ្នកគ្រូពេទ្យដូចគ្នាដែរលោកគ្រូពេទ្យនៅវិញក៏ត្រូវអ្នកនាងស៊ូហាននេះសោកមាត់បិទមាត់សោកលុយដើម្បីបំបិតកុំឲ្យទូប្រុសរបស់យើងនេះបានដឹងអំពីទង្វើអាក្រក់របស់គាត់ដែលធ្វើបាបទៅលើក្រុមគ្រួសាររបស់ទូស្រីរបស់យើងណាអញ្ចឹងហើយអ្នកនាងស៊ូហានគេនឹងក៏ចាប់ផ្ដើមទៅលួងលោមប្រាប់ទូប្រុសរបស់យើងឃើញតែគ្រូពេទ្យប្រាប់ពីអាការៈបែបហ្នឹងហើយគាត់ក៏បានចេញទៅវិញចំណែកទូស្រីរបស់យើងនេះក៏ចាប់ផ្ដើមមកមើលជំងឺកូនប្រុសរបស់គាត់ជំងឺកូនប្រុសរបស់គាត់គឺគ្រូពេទ្យនេះបានព្យាបាលរួចរាល់ឯចំណែកជំងឺរបស់គាត់នេះក៏គ្រូពេទ្យបានព្យាបាលរួចរាល់ដូចគ្នាទូស្រីរបស់យើងគឺដោយសារតែបញ្ហាគាត់បាត់កលៀនមួយខាងនេះគឺដោយសារតែអ្នកនាងស៊ូហានគឺគេបានប្រាប់ទៅខាងគ្រូពេទ្យពេលដែលទូស្រីរបស់យើងមានបញ្ហាអីឲ្យយកកលៀនរបស់ទូស្រីរបស់យើងនេះយកទៅបរិច្ចាគឲ្យគេអ្នកដទៃទៅគឺដើម្បីធ្វើបាបទៅលើទូស្រីរបស់យើងណាពេលនឹងហើយពេលដែលទូស្រីរបស់យើងសម្រាប់នៅមន្ទីរពេទ្យនឹងគឺគេបានចាក់ទូស្រីចាក់ថ្នាំចាក់អីនេះដើម្បីយកទូស្រីរបស់យើងនេះទៅបរិច្ចាគកលៀនទៅឲ្យគេនឹងឯងហើយឯចំណែកបុរសម្នាក់ទៀតដែលគាត់បានជួយជ្រោមជ្រែងនេះគឺគាត់មកប្រាប់ទូប្រុសរបស់យើងថាប្រពន្ធរបស់គាត់គឺត្រូវអ្នកនាងស៊ូហានបានបរិច្ចាគកលៀនយកទៅឲ្យគេបាត់ហើយចំណែកភ្នែកកូនរបស់គាត់នឹងគឺបង្កបញ្ហាទៅដល់កូនរបស់អ្នកនាងស៊ូហាននឹងទៅទៀតធ្វើឲ្យទូប្រុសរបស់យើងគាត់នឹងក៏ចាប់ផ្ដើមដឹងអំពីរឿងរបស់អ្នកនាងស៊ូហានដែលធ្វើបាបទៅលើប្រពន្ធរបស់គាត់ណាទាំងដែលគាត់អត់ដឹងអីសោះហើយទូប្រុសរបស់យើងនេះក៏ចាប់ផ្ដើមមករកអ្នកនាងស៊ូហានភ្លាមនឹងឯងហើយក៏ចាប់ផ្ដើមតាក់ទងទៅអ្នកនាងស៊ូហានដើម្បីសួរនាំអ្នកនាងស៊ូហានអំពីរឿងបញ្ហាហ្នឹងហើយតែតាក់ទងទៅអ្នកនាងស៊ូហានយ៉ាងណាក៏
ក៏តាក់ទងទៅមិនចូលដែរនៃនាងស៊ូហានគឺបិទទូរស័ព្ទហើយក៏ចង់រត់ចេញពីទីក្រុងនឹងទៅទីក្រុងផ្សេងដូចគ្នាដែរអញ្ចឹងណាអាចចំណាយទូស្រីរបស់យើងគឺគាត់កំពុងតែអង្គុយនិយាយញ៉ាំអាហារញ៉ាំការ៉េមជាមួយនឹងកូនរបស់គាត់ដែលគាត់បានព្យាបាលជំងឺកូនប្រុសរបស់គាត់នេះបានជាសះស្បើយរួចរាល់ពីជំងឺហើយគាត់នឹងក៏ចាប់ផ្ដើមសប្បាយចិត្តជាមួយនឹងកូនឃើញកូននេះលេងជាមួយនឹងកូនរបស់គេផ្សេងណាហើយទូស្រីរបស់យើងក៏បំរុងនឹងហោះទៅទីក្រុងរបស់គាត់វិញដូចគ្នាដែរហើយចំណែកទូប្រុសរបស់យើងគឺគាត់មកអង្គុយសោកស្ដាយដោយវាថាដែលគាត់សោកស្ដាយបំផុតដែលគាត់ធ្វើឲ្យកូនហើយនឹងប្រពន្ធល្អរបស់គាត់នេះចាក់ចេញពីគាត់ដែលគាត់ទាំងមិនបានដឹងអីទាំងអស់សោះណាហើយគាត់នឹងក៏ចាប់ផ្ដើមសុំទោសហើយគាត់នឹងក៏បានទទួលទូរស័ព្ទពីកូនរបស់គាត់ទៅឲ្យកូនចៅរបស់គាត់ថាគាត់រកទូស្រីរបស់យើងនេះឃើញហើយគាត់នឹងក៏ចាប់ផ្ដើមលុបមុខលុបមាត់ដើម្បីទៅជួបទូស្រីដើម្បីទៅសុំទោសទូស្រីដើម្បីសុំការអនុញ្ញាតឬមួយក៏ការអភ័យទោសពីទូស្រីរបស់យើងនេះឲ្យទូស្រីរបស់យើងលើកលែងទោសឲ្យគាត់ណាហើយចំណែកទូស្រីរបស់យើងគឺគាត់ដើរចេញមកគឺគាត់បានត្រឹមតែកុំឲ្យពាក់ព័ន្ធជាមួយនឹងគាត់ទៀតគឺគាត់មិនត្រូវការមនុស្សដូចជាទូប្រុសរបស់យើងនៅក្បែរខ្លួនប្រាណរបស់គាត់ទៀតទេអញ្ចឹងហើយឲ្យទូប្រុសរបស់យើងនេះទៅឲ្យឆ្ងាយពីជីវិតរបស់គាត់ទៅហើយចំណែកទូប្រុសរបស់យើងក៏ចាប់ផ្ដើមយកกระดาษអីសពគ្រប់បែបយ៉ាងយកមកឲ្យទូស្រីប៉ុន្តែទូស្រីរបស់យើងគឺគាត់បានបដិសេធហើយគាត់នឹងក៏បានហែកกระดาษនឹងក៏វត្តចោលណាហើយទូប្រុសរបស់យើងក៏លូតជង្គង់សុំអង្វរសុំទោសគាត់ដឹងកំហុសរបស់គាត់ហើយអ្នកបង្កបញ្ហាទាំងអស់គឺគាត់ដឹងហើយថាអ្នកនាងស៊ូហានគឺជាអ្នកបង្កបញ្ហាទូប្រុសរបស់យើងឈោតាំងពីពេលយប់រហូតដល់ភ្លឺគាត់ចាំទូស្រីរបស់យើងអនុគ្រោះឲ្យគាត់ដើម្បីឲ្យគាត់នេះដឹងកំហុសរបស់គាត់ណាប៉ុន្តែទូស្រីរបស់យើងគឺគាត់មិនបានខ្វាយខ្វល់ជាមួយនឹងទូប្រុសរបស់យើងទេសូម្បីតែកូនប្រុសរបស់គាត់នេះក៏ឃើញតែទូស្រីរបស់យើងក៏មិនបាននិយាយជាមួយនឹងកូនប្រុសរបស់គាត់ប្រាប់ថាមិនបាច់ខ្វល់ជាមួយនឹងគាត់ទេគាត់មិនមែនជាមនុស្សល្អសម្រាប់ក្រុមគ្រួសាររបស់យើងទៀតទេហើយកូនរបស់ទូស្រីរបស់យើងក៏ចាប់ផ្ដើមរត់លេងចំណែកនៅនាងស៊ូហាននេះក៏ត្រូវក្រុមកូនចៅរបស់ទូប្រុសរបស់យើងនេះចាប់មកបានហើយគាត់នឹងក៏ចាប់ផ្ដើមឆ្លើយសារភាពតែម្ដងណាគាត់ថាយកកលៀនរបស់ទូស្រីរបស់យើងទៅណាហើយបានជានឹងធ្វើរឿងអាក្រក់ដល់ថ្នាក់នឹងនាងស៊ូហានថាដោយសារតែគាត់មិនចង់ឲ្យទូស្រីរបស់យើងនេះនៅក្បែរទូប្រុសរបស់យើងនឹងឯងទើបគាត់បំផ្លាញទូស្រីរបស់យើងធ្វើឲ្យទូស្រីរបស់យើងនេះចាក់ចេញឲ្យឆ្ងាយពីទូប្រុសដើម្បីឲ្យគាត់នេះបានរស់នៅជាមួយនឹងទូប្រុសណាទង្វើអាក្រក់របស់នាងស៊ូហានគឺគាត់មិនបានថិតថេរដូចជាការគិតរបស់គាត់ទេប៉ុន្តែមកបំផ្លាញជីវិតរបស់គាត់ធ្វើឲ្យទូប្រុសរបស់យើងនេះក៏ខឹងជាមួយនឹងនាងស៊ូហានផ្ទះកំភ្លាននាងស៊ូហានហើយក៏ឲ្យកូនចៅរបស់គាត់នេះអូសនាងស៊ូហានយកទៅដាក់គុកតែម្ដងទៅកុំមកពាក់ព័ន្ធឬមកកុំរញ៉េរញ៉ៃនៅក្នុងជីវិតរបស់គាត់ទេណាហើយចំណែកទូប្រុសរបស់យើងនេះក៏ចាប់ផ្ដើមមកតាមទូស្រីរបស់យើងពេលនេះដែរគឺជាពេលដែលតុលាការត្រូវហៅពេលដែលទូស្រីរបស់យើងនេះបានដាក់ពាក្យបណ្ដឹងសុំលែងលះផងអំពីរឿងកលៀនរបស់គាត់ផងហើយនឹងអំពីរឿងភ្នែករបស់កូនរបស់គាត់ផងហើយទូប្រុសរបស់យើងក៏បានសុំការអនុគ្រោះពីទូស្រីរបស់យើងនេះដែរប៉ុន្តែទូស្រីរបស់យើងក៏បានបដិសេធជាមួយនឹងទូប្រុសរបស់យើងថាគាត់អត់ត្រូវការទូប្រុសរបស់យើងទេហើយចំណែកនៅក្នុងសវនាការតឡាការឬមួយក៏មេធាវីនេះវិញគេនឹងក៏ចាប់ផ្ដើមកាត់ដើម្បីចង់ដឹងថាអ្នកណាគឺជាអ្នកខុសអ្នកណាគឺជាអ្នកត្រូវណាកូនចៅមេធាវីរបស់ទូប្រុសរបស់យើងគឺគេកាន់ជើងទៅលើទូប្រុសចំណែកមេធាវីរបស់ទូស្រីរបស់យើងគឺគេកាន់ជើងទៅលើទូស្រីរបស់យើងប៉ុន្តែខាងចៅក្រមគឺគេបានកាត់ក្តីរឿងទាំងអស់គឺទូប្រុសរបស់យើងត្រូវជាប់គុកដោយសារតែគាត់បានដឹងអំពីរឿងដែលទូប្រុសរបស់យើងយកកលៀនទូស្រីរបស់យើងទៅលក់ដោយសារតែអ្នកនាងស៊ូហានគឺទម្លាក់កំហុសទៅលើទូប្រុសរបស់យើងណាទូប្រុសរបស់យើងគឺត្រូវជាប់គុកដោយសារតែកំហុសអ្នកនាងស៊ូហានបានចោទប្រកាន់ទៅលើគាត់នឹងឯងហើយជាមួយនឹងលោកគ្រូពេទ្យដែលកុហកបោកប្រាស់នេះគឺការរៀបចំរបស់អ្នកនាងស៊ូហានគឺត្រូវឲ្យទូប្រុសរបស់យើងនេះជាប់គុកតែម្ដងនឹងឯងហើយឯចំណែកទូស្រីរបស់យើងគឺបានត្រឹមតែកលេចមើលប្តីជាលើកចុងក្រោយមុននឹងកាក់ចាក់ចេញទៅហើយទូស្រីរបស់យើងជាមួយនឹងកូនប្រុសរបស់គាត់នេះក៏ចាប់ផ្ដើមសាងសុភមង្គលជាមួយនឹងគ្នាហើយគាត់នេះក៏ចាប់ផ្ដើមរស់នៅជាមួយនឹងគ្នាស្រាប់តែពេលហ្នឹងគាត់នឹងក៏បានលើកណ្ដឹងមួយហើយគាត់នឹងក៏ចាប់ផ្ដើមបើកទ្វារចេញទៅទេដល់ពេលចេញទៅគាត់នឹងក៏បានឃើញប្រអប់មួយដែលគេទុកឲ្យគាត់ណាហើយទូស្រីរបស់យើងក៏បានរើសប្រអប់នឹងយកមកមើលហើយគាត់នឹងក៏បានឃើញថាមាន flash នៅក្នុងនឹងមួយហើយគាត់នឹងក៏ចាប់ផ្ដើមបើកមើល flash នឹងតែចង់ដឹងថាក្នុងនឹងវាមានអីចឹងណាទូស្រីរបស់យើងក៏ចាប់ផ្ដើមបើកមើលអំពីរឿងដែលគេកំពុងតែចាប់ចម្រិតទៅលើអ្នកនាងស៊ូហានដែលអ្នកនាងស៊ូហានកំពុងតែប្រព្រឹត្តបទល្មើសខុសហើយក៏ជនពីលនេះគឺគេកំពុងតែតាមចាប់ដូចគ្នាដែរអញ្ចឹងណាអ្នកនាងស៊ូហានក៏សូមអង្វរឲ្យគេលើកលែងទោសសូមអង្វរឲ្យគេកុំធ្វើបាបកូនប្រុសរបស់គាត់ជាមួយនឹងគាត់ប៉ុន្តែជនពីលទាំងប្រមាណអ្នកនឹងគឺគេមិនបានអនុគ្រោះឲ្យទេគឺគេត្រូវតែចាប់អ្នកនាងស៊ូហានយកទៅដាក់គុកក៏បើអ្នកនាងស៊ូហាននេះចេញរួចហើយចំណែកទូស្រីរបស់យើងក៏បានមកជួបជាមួយនឹងទូប្រុសរបស់យើងនេះនៅក្នុងពន្ធនាគារហើយទូស្រីរបស់យើងក៏ចាប់ផ្ដើមទទួលការអង្វរករបស់ទូប្រុសរបស់យើងសូមការលើកលែងទោសពីទូស្រីរបស់យើងកុំឲ្យទូស្រីរបស់យើងនេះនៅប្រកាន់ខឹងជាមួយនឹងគាត់ទៀតអីគាត់ដឹងកំហុសរបស់គាត់ក៏ចង់សុំទោសទៅលើទូស្រីរបស់យើងឲ្យទូស្រីរបស់យើងនេះអនុគ្រោះឲ្យគាត់ម្ដងទៅតែទូស្រីរបស់យើងក៏បានបដិសេធជាមួយនឹងទូប្រុសរបស់យើងថាគាត់ក៏មិនចង់
ធ្វើរឿងបែបនឹងដែរតែដោយសារតែទូប្រុសរបស់យើងខ្លួនឯងទេគឺជាអ្នកបង្កបញ្ហាអញ្ចឹងហើយទូប្រុសរបស់យើងនេះត្រូវតែទទួលទោសតាមច្បាប់ទៅគឺគាត់មិនបានខ្វាយខ្វល់ជាមួយនឹងទូប្រុសទៀតទេហើយទូស្រីរបស់យើងក៏ចាប់ផ្ដើមដើរចេញមកវិញទាំងគាត់មិនបានអាឡ័យជាមួយនឹងទូប្រុសរបស់យើងសូម្បីតែបន្តិចហើយគាត់នឹងក៏បានមកជួបជាមួយនឹងកូនប្រុសរបស់គាត់ដែលគាត់កំពុងតែលេងជាមួយនឹងក្មេងផ្សេងហើយកូនប្រុសរបស់គាត់នេះក៏ចាប់ផ្ដើមមានសុខភាពល្អហើយគាត់ក៏មានសុខភាពល្អហើយរឿងយើងនេះក៏ចប់តែត្រឹមនឹងដូចគ្នាដែរ